សួស្តីបងប្អូនទាំងអស់គ្នាមួយរយៈមកនេះប្រហែលជា1 ខែហើយឃើញថាល្បីខ្លាំងលើការប្រើប្រាស់ app មួយដែលមានឈ្មោះថា Digi Super App តាមពិត Digi Super App នោះដូចជាមានយូរហើយប៉ុន្តែវាទើបតែល្បីនៅពេលដែលគេបញ្ចូលមុខងារថ្មីមួយដែលវាមានសមត្ថភាពអាច scan យកបានបើកបររបស់យើងនឹងមកដាក់ក្នុងទូរស័ព្ទដៃដើម្បីប្រើប្រាស់ដែលគេហៅថាប័ណ្ណបើកបរ digital ប័ណ្ណបើកបរ digital យើងអាចប្រើប្រាស់ជំនួសឲ្យប័ណ្ណបើកបរច្បាប់ដើមបានសមត្ថកិច្ចគាត់ទទួលស្គាល់ជាផ្លូវការដូច្នេះចាប់ពីពេលនេះតទៅគឺយើងមិនពិបាកក្នុងការដាក់ប័ណ្ណបើកបរនឹងតាមខ្លួនដោយមុនទៀតទេហើយយើងក៏អស់បារម្ភលើការបាត់បង់ដែរប៉ុន្តែទន្ទឹមគ្នានឹងដែរក៏មានអ្នក scan អត់បានដែរបាទអាចនឹងមានអ្នក scan អត់បានហើយក្នុងនឹងក៏មានខ្ញុំម្នាក់ដែរដែល scan មិនបាននៅពេលដែលខ្ញុំ scan វាលោតសារមកប្រាប់ថាព័ត៌មានប័ណ្ណបើកបររបស់អ្នកមិនត្រូវគ្នានឹងព័ត៌មានក្នុង profile account Digi Super App របស់អ្នកទេបាទជាធម្មតាយើងចុះឈ្មោះប្រើប្រាស់ app ហ្នឹងគឺយើងទាញយកព័ត៌មានរបស់យើងហ្នឹងពី app ធនាគារហើយ app ធនាគារនៅពេលដែលយើងធ្វើក៏ធ្វើតាមអត្តសញ្ញាណប័ណ្ណហើយចំណែកប័ណ្ណបើកបរក៏យើងធ្វើតាមអត្តសញ្ញាណប័ណ្ណហើយចុះហេតុអីបានជាវាមិនត្រូវគ្នានៅពេលហ្នឹងខ្ញុំក៏បានប្រើកម្មវិធី scan QR code ហ្នឹងផ្សេងទៀត scan មើលព័ត៌មានប័ណ្ណបើកបររបស់ខ្ញុំពេលដែល scan ទៅឃើញថាប័ណ្ណបើកបររបស់ខ្ញុំហ្នឹងវាខ្វះលេខអត្តសញ្ញាណប័ណ្ណខាងចុងមួយលេខបាទខុសគ្នាតែមួយលេខគឺថាវាចាត់ទុកថាយើងជាមនុស្សផ្សេងគ្នាអញ្ចឹងហើយបានជា scan មិនបានបាទដូច្នេះការដែលយើងប្រើ app នឹងហើយ scan មិនបានគឺដោយសារតែប័ណ្ណបើកបររបស់យើងនឹងមានព័ត៌មានមិនពេញលេញប៉ុន្តែប័ណ្ណបើកបរវាអត់បញ្ហាទេយើងប្រើបន្តទៀតបានគ្រាន់តែយើង scan ក្នុង app នឹងមិនបានបាទអញ្ចឹងអ្វីដែលខ្ញុំចង់ប្រាប់គឺមានតែប៉ុណ្្នឹងទេអរគុណ